សួស្តីបងប្អូនព្រឹកនេះយកកូនទៅកន្លែងឡានចាំឡានហើយចាំឡានដឹកទៅសាលាហើយមកដល់ផ្ទះវិញហ្នឹងក៏អត់ដឹងថាចង់ញ៉ាំអីបងប្អូនប៉ុន្តែនៅឃើញថាមានសាច់ជ្រូកនៅឃើញប្រឡាក់ក៏មិនឆ្ងាញ់ហើយនៅឃើញនឹងក្រោយមានជីល្អអញ្ចឹងក៏នៅឃើញថាចង់មូណែមកស្ងោរសាច់ជ្រូកហើយនេះចាប់ផ្ដើមស្រស់នំបញ្ចុកបងប្អូននៅនេះនំបញ្ចុកអីចង់ញ៉ាំដល់តែយើងធ្វើខ្លួនឯងហើយក៏ធ្វើទឹកត្រីហើយទឹកត្រីខ្ញុំហ្នឹងលាយធម្មតាងាយដាក់ទឹកត្រីទៅដាក់ទឹកយើងញ៉ាំហើយដាក់ស្ករទៅទឹកខ្មេះទៅច្រាំខ្ទឹមដាក់ហើយបងប្អូនណាកូនពៅមេណាប៉ុន្តែចេះមកស្វាប់ហ្មងនេះឥឡូវហ្នឹងកំពុងតែចាប់នំបញ្ចុកស្រឡាញ់កូនពៅទៅមិនខុសទេបងប្អូនអើយស្អីក៏ចេះដែរចេះមកស្វាប់មកគ្រប់ហ្មងកាលនៅស្រុកខ្មែរអត់ដែរចេះធ្វើស្អីទេបងប្អូនអើយខ្ញុំកូនពៅផងម៉ាក់ប៉ាឲ្យតារៀនតែមកមុខគត់សឹងតែកិច្ចការផ្ទះអីមិនដែរប៉ះទេហើយចាប់នំបញ្ចុកហើយគឺខ្ញុំចាប់ផ្ដើមមកបេះជីបងប្អូនអើយនេះជីអង្កាមនៅនេះមានតែជីពីរមុខទេបងប្អូនជីអង្កាមហើយនឹងជីថ្ពាល់ត្រីយើងហ្នឹងណាគឺតិចកកពេលណាក៏អត់ងាប់ដែរហើយនិយាយពីថាពេលរដូវផ្ការីកហ្នឹងនិយាយពីភ្លុះស្លឹកប៉ុណ្ណាណីតែអត់តាន់បានធ្វើស្មៅធ្វើអីទេបងប្អូនអើយហើយនេះគឺមិញហ្នឹងគឺជីវ៉ាន់ស៊ុយដាំពីថ្ងៃមុនហ្នឹងឥឡូវកំពុងតែក្តិចជីថ្ពាល់ត្រីហើយកលេចឃើញជីថ្ពាល់ត្រីហ្នឹងបងប្អូននៅពេលដែលវាដុះជាមួយស្មៅមួយអីយើងអត់តាន់បានធ្វើនិយាយវាថាវាប្រឹងលូតអញ្ចឹងនៅឃើញដូចមនុស្សយើងអញ្ចឹងពេលដែលយើងប្រឹងប្រែងប្រកួតប្រជែងធ្វើឲ្យជីវិតយើងហ្នឹងរឹងមាំហើយពីស្លឹកឡើងប៉ុណ្ណាណីអត់តាន់បានធ្វើស្មៅផងនៅជាមួយស្មៅវាប្រឹងលូតឲ្យឈ្នះស្មៅស្លឹកឡើងប៉ុណ្ណាណីហើយជីហ្នឹងខ្ញុំច្រើនតែយកមកធ្វើណែមនឹងឯងបងប្អូនអើយណែមឆាវយើងហ្នឹងមូងណែមនឹងឯងហើយរួចរាល់ហើយបងប្អូននេះមានជីវ៉ាន់ស៊ុយសបន្តិចហើយសាឡាត់មានតែបន្តិចហ្នឹងបងប្អូនតើមើលសាឡាត់ផ្សេងទៀតអស់អាសាឡាត់នោះហើយអញ្ចឹងក៏យកស្ពៃក្តៅបន្ថែមខ្លាញ់ lobster ហើយចាប់នំបញ្ចុកអីហ្នឹងក៏រួចរាល់ហើយមាននំបញ្ចុកទឹកត្រីហើយសាច់ជ្រូកហ្នឹងហាន់រួចរាល់ហើយទឹកត្រីនេះទឹកត្រីស្តៅពីលើកមុនចាក់បន្តិចដាក់ចានហើយខ្វះអំបានទេគឺម្ទេសស្រស់ហើយរួចរាល់ហើយបងប្អូននេះមានអីមូញ៉ាំហើយនេះចាប់ដើមមូញ៉ាំប៉ុន្តែតោះតាមម្យ៉ាងទេបងប្អូនអើយអង្គុយញ៉ាំម្នាក់ឯងវាអត់សូវឆ្ងាញ់នេះបាន2នាក់មកញ៉ាំបដើនិយាយគ្នាបដើទៅកាន់តែឆ្ងាញ់ប៉ុន្តែព្រឹកឡើងចឹងខ្ញុំនៅតែម្នាក់ឯងឯងកូនទៅរៀនកូនមួយទៅរៀនកូនមួយទៅធ្វើការអញ្ចឹងញ៉ាំនៅតែម្នាក់ឯងធ្វើម្ហូបអីហ្នឹងក៏ពីកប៉ុកអីហ្នឹងឯងហើយញ៉ាំហ្នឹងក៏មិនបងអង្គយូរដែរបងប្អូនអើយព្រោះកាន់តែថ្ងៃហើយដើម្បីបានឡើងទៅគេងថ្ងៃតព្រោះខ្ញុំយប់ឡើងគេងអត់សូវបានច្រើនម៉ោងទេអញ្ចឹងពេលថ្ងៃបន្ទាប់ពីយើងញ៉ាំអាហារពេលព្រឹកហើយខ្ញុំឲ្យស្រកពោះតិចខ្ញុំឡើងទៅគេងថ្ងៃតទៀតអូខេអរគុណបងប្អូន